Norman 你好。还不见张到了点哦，说对 Norman 就想，哎呀，一定是神奖我是一条很好的小猪，又给我很多的礼物了。还 Norman 跟他讲哦，不见张不干的看跟你过出到了哦。可是神告诉他，我有3件事情要告诉你。ให้ประเทศประชาชนท่านจะวิ่งทางខ្ញុំមានរឿង3ចំណុចប្រាប់ប្រាប់เนี่ย他讲第一件事就是ទី1គឺ Norman 我很爱你 Norman ខ្ញុំស្រឡាញ់អ្នកមែនតើ想后面的小孩子你们听到吗？បងប្អូននៅក្រៅស្ដាប់ឮអត់លឺ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 អត់មើលថ្ងៃនេះគ្រូ然后神就讲第2件事我要告诉你的就是我爱你不是因为你是对你是很好ហើយរឿងទី2ប្រជាម្ចាស់មានបន្ទូលមកថានោះមកថាខ្ញុំស្រឡាញ់អ្នកក៏ប៉ុន្តែមិនមែនដោយសារតែអ្នកល្អគ្រប់យ៉ាងទេ那么就是没有理由啊我是很好的神爱我不是因为我很好吗ហើយនោះមិនថាអូខ្ញុំល្អម្លឹងហើយបងស្រឡាញ់ខ្ញុំដោយសារតែមិនមែនតែភាពល្អរបស់ខ្ញុំទេ然后神讲第3件事情我要告诉你ទីរឿងទី3ដែលខ្ញុំចង់ប្រាប់នោះមិន就是呢你也不是你想象这样好因为你很骄傲អ្វីដែលអ្នកល្អនេះមិនដូចជាអ្នកចិត្តទេព្រោះអីអ្នកជាកូនជ្រូកដែលមានអំណួត所以呢你把我其他我做的其他的也是我很爱的小猪你把它看低了ព្រោះអីអ្នកគឺបានមើលមិនស្មើដល់កូនជ្រូកដទៃទៀតដែលខ្ញុំបានស្រឡាញ់ឲ្យខ្ញុំបង្កើត所以这样你可以回家呢ឥឡូវអ្នកទៅផ្ទះវិញទៅ我们讲没有理由我这样好神不是给我拿个一些的奖品我就这样叫我回家នោះមិនថាអូអត់សមសោះខ្ញុំជាកូនជ្រូកមួយក្បាលដល់ល្អព្រះអង្គអត់មានឲ្យរង្វាន់មកកាន់ខ្ញុំទេប៉ុន្តែទិញខ្ញុំទៅផ្ទះវិញ而且神讲我不是这样的好我就这样回家他都流泪了អញ្ចឹងព្រះអង្គថាមកមិនមែនខ្លាចខ្ញុំល្អទេថាខ្ញុំមកល្អអញ្ចឹងខ្ញុំត្រឡប់ទៅផ្ទះវិញដោយយំហើយ可是当他回家的时候他思想一下他真的很骄傲把其他人看低了តែនៅពេលដែលគាត់ធ្វើដំណើរតាមផ្លូវវិញគាត់ពិចារណាទៅចេះថាគាត់ប្រកាសជាពិតជាមើលងាយដល់កូនជ្រូកដទៃទៀតមែនឬក៏មិនមែន然后另外一条小猪你知道它的名字还记得它的名字ឥឡូវបងប្អូននេះចាំឈ្មោះកូនជ្រូកមួយទៀតគាត់ឈ្មោះគេ Sydney ឈ្មោះគេSydney 他讲哎呀我要去健身我要放一条的领胎ចឹងអូខ្ញុំទៅជួបប្រជាម្ចាស់ហើយខ្ញុំពាក់ក្បាច់កមួយសិន哎呀大家很糟糕我很害怕神一定是把我骂死了អូខ្លាចមែនតើទៅដល់ព្រះអង្គប្រជាម្ចាស់ជេរខ្ញុំងាប់ហើយ我怎么放这个领胎啦ឥឡូវដាក់ដឹងបាច់កទៅចោលមិនចាំម៉ែបាច់កហ្នឹង哎呀ភ័យពេលដល់បាច់កហើយ啊哦ចោលហើយមកចោលចេះ快点去神那边不然他又迟到了អូទៅលឿនតិចបងទៅយឺតទៀត来到的时候他拍门នៅពេលដែលគាត់ទៅដល់ផ្ទះរបស់ប្រជាម្ចាស់គាត់គួរទ្វារ是哪一个啊？哪个呢？我是信你，是神叫我来的。ខ្ញុំឈ្មោះ Sydney គឺប្រជាម្ចាស់ហៅខ្ញុំ好，请你坐一下。អង្គុយចោល然后神就出来了。ហើយប្រជាម្ចាស់ចេញមកហើយ你就是信你吧？អូអ្នកឯងជា Sydney ហ៎我有3件事情要告诉你。ខ្ញុំមានរឿង3យ៉ាងចង់ប្រាប់ Sydney ឯង他讲糟糕了，神一定是骂我。អូក៏ភ័យមែនទៅ Vivo ប្រជាម្ចាស់ជេរខ្ញុំហើយ从小呢就不听话នៅតាំងតូចមកគឺអត់តាមគាត់ទេ从小呢就做错事ធ្វើខុសរហូតតាំងនៅតូច现在长大了我还是这样呢我的老板也讲我不好ឥឡូវធំចាស់ហើយគឺនៅតែបកកាយស្ដីបន្ទោសខ្ញុំធ្វើខុសទៀត所以神一定是不喜欢我了ប្រជាម្ចាស់ពិតជាអត់ស្រឡាញ់ខ្ញុំហើយ可是神来的时候神讲小猪啊我要告诉你3件事情ហើយប្រជាម្ចាស់មកដល់ថាចេះចៅជូកូនជ្រូកអើយខ្ញុំចង់ប្រាប់រឿង3យ៉ាងទៅអ្នក第一件事情他讲ទី1គឺគាត់និយាយប្រជាម្ចាស់និយាយថា我爱你ខ្ញុំស្រឡាញ់អ្នកមែនទេ他讲没有理由啊អូ
这样糟糕，神也爱我。គាត់និយាយអូខ្ញុំអញ្ចឹងជាមនុស្សអញ្ចឹងជាជ្រូកអញ្ចឹងសោះប្រជាការស្រឡាញ់ខ្ញុំដែរ 可是他讲第二件的事情呢？ ប៉ុន្តែរឿងពីរយ៉ាងរឿងទី2ដែលប្រជាការយើងប្រកាន់ទី2ទៀត 他讲你知道吗？ គាត់និយាយថាអ្នកឯងដឹងអត់ 他讲悉尼我爱你。 ទីនេះខ្ញុំស្រឡាញ់អ្នក 他讲没有理由，神讲2次讲我爱你哦。 គាត់និយាយអូអត់មានហេតុផលអីសោះប្រជាម្ចាំនិយាយថាស្រឡាញ់ខ្ញុំដល់ទៅ2ដង 他讲我还有第3件事情要告诉你。 ហើយខ្ញុំនឹងមានរឿងទី3ទៅ5អ្នកទៀត 神就讲，哎呀，糟糕的，一定是神最后一次再骂我了。 ហើយដល់ពេលទីនេះគឺខ្ញុំចិត្តថានិយាយអូអារឿងទី3ទៅប្រកាសជាព្រះអង្គជេរខ្ញុំហ្មង 到后来，神第3件事情，他讲，小猪，悉尼，我爱你。 ហើយដល់ពេលរឿង3យ៉ាងហ្នឹងប្រជាម្ចាស់និយាយទៅកាន់ទីនេះថាទីនេះកូនជ្រូកអើយខ្ញុំស្រឡាញ់អ្នក 我爱你，就是因为我爱你，没有什么的其他的原因。 ប្រជាម្ចាស់និយាយថាខ្ញុំស្រឡាញ់អ្នកដោយព្រោះតែខ្ញុំស្រឡាញ់អ្នកគឺមានហេតុផលអ្វីនៅក្នុងការដែលស្រឡាញ់អ្នកនេះទេ 所以。